សៀវភៅ Trading in the Zone ដោយលោក Mark Douglas គឺជាសៀវភៅដ៏ល្បីល្បាញបំផុតមួយស្ដីពីចិត្តវិទ្យានៃការជួញដូរ Trading Psychology សៀវភៅនេះមិនបង្រៀនពីបច្ចេកទេសមើលឆាតនៅលើទីផ្សារនោះទេប៉ុន្តែផ្ដោតលើការគ្រប់គ្រងចិត្តគំនិតដើម្បីទទួលបានប្រាក់ចំណេញប្រកបដោយនិរន្តរភាព 1. ផ្នត់គំនិតបែប probabilistic mindset ទីផ្សារមិនអាចទាយទុកមុនបានទេលទ្ធផលនៃរាល់ការ trade នីមួយៗគឺដាច់ដោយឡែកពីគ្នានិងមិនទៀងទាត់មិនបាច់ដឹងមុនក៏អាចរកលុយបានអ្នកមិនចាំបាច់ដឹងថាទីផ្សារនឹងទៅណាបន្ទាប់ទៀតនោះទេដើម្បីរកប្រាក់ចំណេញផ្ដោតលើការឈ្នះជារួមការ trade គឺដូចជាល្បែងកាស៊ីណូដែលផ្ទះតែងតែឈ្នះក្នុងរយៈពេលវែងដោយសារពួកគេមានប្រៀបទោះបីជាចាញ់ខ្លះក្នុងដៃនីមួយៗក៏ដោយ 2. ឧបសគ្គផ្លូវចិត្តទាំង4របស់អ្នក trade ការភ័យខ្លាចខុស fear of being wrong ធ្វើឲ្យមិនហ៊ានចូលផ្សារឬមិនហ៊ានកាត់ខាតការភ័យខ្លាចបាត់បង់លុយ fear of losing money ធ្វើឲ្យ trade ដោយភាពតានតឹងនិងអារម្មណ៍ជ្រួលច្របល់ការភ័យខ្លាចខកខានឱកាស FOMO ធ្វើឲ្យដេញតាមតម្លៃនិងចូល trade ដោយគ្មានផែនការការភ័យខ្លាចទុកលុយនៅលើតុ leaving money on the table ធ្វើឲ្យប្រញាប់បិទយកចំណេញលឿនពេកព្រោះខ្លាចតម្លៃធ្លាក់ចុះវិញ 3. សេចក្តីពិតទាំង5នៃទីផ្សារ The 5 Fundamental Truths អ្វីៗក៏អាចកើតឡើងបានដែរនៅក្នុងទីផ្សារអ្នកមិនចាំបាច់ដឹងថាមានអ្វីកើតឡើងបន្ទាប់ដើម្បីរកលុយនោះទេមានការបែងចែកដោយចៃដន្យរវាងការឈ្នះនិងការចាញ់សម្រាប់គ្រប់យុទ្ធសាស្ត្រទាំងអស់យុទ្ធសាស្ត្រគ្រាន់តែជាការបង្ហាញថាឱកាសមួយមានភាគរយខ្ពស់ជាងឱកាសមួយទៀតប៉ុណ្ណោះរាល់ខណៈពេលនៅក្នុងទីផ្សារគឺប្លែកពីគេ unique 4. ការជួញដូរនៅក្នុងតំបន់ The Zone គ្មានអារម្មណ៍ភ័យខ្លាចឬរំភើបពេកចូល trade ដោយចិត្តស្ងប់មិនបារម្ភពីលទ្ធផលទទួលយកហានិភ័យទាំងស្រុងមុននឹងចុច trade ត្រូវព្រមទទួលយកចំនួនលុយដែលត្រូវខាត stop loss ជាមុនសិនហួងហែងទៅតាមទីផ្សារ flow state ធ្វើសកម្មភាពទៅតាមអ្វីដែលទីផ្សារកំពុងបង្ហាញមិនមែនតាមអ្វីដែលខ្លួនឯងចង់ឲ្យវាកើតឡើងនោះទេ 5. ជំហានអនុវត្តដើម្បីក្លាយជា trader ជោគជ័យកំណត់យុទ្ធសាស្ត្រឲ្យច្បាស់លាស់ប្រើប្រាស់ប្រព័ន្ធ trade trading system មួយដែលជាក់លាក់ trade grid ជារួម trade collectively សាកល្បង trade 20 ដងដោយប្រើច្បាប់ដដែលៗដោយមិនផ្លាស់ប្ដូរយុទ្ធសាស្ត្រពាក់កណ្ដាលទីគ្រប់គ្រងហានិភ័យដាច់ខាតកំណត់ទំហំទឹកប្រាក់ខាត risk per trade ឲ្យតូចនឹងថេរឧទាហរណ៍ 1% ទៅ 2% នៃដើមទុនកុំភ្លេចចុច like and subscribe ដើម្បីទទួលបានវីដេអូល្អៗជាច្រើនបន្តទៀត